តានេះជាអ្វីសត្វជើងវែងមួយក្បាលដែលខ្ញុំបានជួបនៅលើភ្នំខាងក្រៅខ្មៅរស់នៅបាន30ឆ្នាំដោយគ្មានអ្នកមិនអាចរក្សាទុកអ្វីដែលអ្នកបានឃើញបានទេវាជាសមុទ្រដែលមានជីវជាតិខ្ពស់ដែលអាចព្យាបាលរាល់ជំងឺមិនមែនជាបញ្ហាថាតើត្រូវលេបថ្នាំបំប៉នឬអត់នោះទេពួកចាស់ទុំខាងម្ដាយខ្ញុំបាននិយាយថាពួកដែលមានវិញ្ញាណមិនត្រូវសម្លាប់ឡើយការសម្លាប់ One King នឹងបង្កបញ្ហាអ្នកខ្សោយហើយធ្វើការប្រឆាំងនឹងខ្យល់គ្រួសារទាំងមូលហត់នឿយហើយត្រូវការអាហារបំប៉នខ្លះវាមិនមែនជារឿងធំដុំទេដែលវាជាពូខ្ញុំបាននិយាយថាទេហើយនោះជាការសម្រេចចុងក្រោយខ្ញុំមានផ្ទៃពូប្រសិនបើសាច់ឈាមគ្រួសារសេនកើតមកតើអ្នកណាហ៊ានលើកពួកគេឡើងមុនគេម៉ាក់និងប៉ាមិនអាចឲ្យកូនទៅណាបានទេខ្ញុំមិនដែលឃើញអ្វីដូចនេះក្នុងជីវិតរបស់ខ្ញុំទេកម្រមានណាស់ប៉ុន្តែពួកវាយល់ព្រមមិនធ្វើដូច្នេះទេប្រសិនបើពួកគេរើទៅអ្នកប្រហែលជាមិនជឿពួកគេទេអ្នកនិយាយថាអ្នកនៅតែជឿខ្ញុំប៉ុន្តែអ្នកមិនជឿទេសុវត្ថិភាពរបស់កុមារនៅក្នុងភូមិថ្ងៃស្អែកខ្ញុំនឹងទៅប្រាប់ប៉ាឲ្យលែងពស់នោះត្រឡប់ទៅភ្នំវិញទៅប៉ាវ៉ាន់និងខ្ញុំនឹងឈៀងបានពិភាក្សាគ្នាអំពីការដោះលែងពស់នោះត្រឡប់ទៅភ្នំខាងក្រោយវិញដោយមិនបន្សល់ទុកស្លាកស្នាមអ្វីឡើយគ្រាន់តែលែងវាទៅអ្នកបានឆ្លងកាត់ការលំបាកជាច្រើនក្នុងការចាប់ពស់នោះតើខ្ញុំអាចត្រូវបានដោះលែងនៅថ្ងៃនេះបានទេដោយសារខ្ញុំបានត្រឡប់មកវិញខ្ញុំបានប្រាប់ម៉ាក់ខ្ញុំថាខ្ញុំនឹងដាក់វាចុះនៅព្រឹកនេះដោះលែងហើយពិតជាដោះលែងមែនដោះលែងអ្វីតើអ្នកធ្លាប់ឃើញនរណាម្នាក់យកអាហារទៅដាក់ក្នុងមាត់ដោយតទេខ្ញុំបានបោះចោលសាច់នៅចំហៀងពេញមួយជីវិតរបស់ខ្ញុំរបស់ល្អដែលអ្នកជួបប្រទេសតែម្ដងគត់ក្នុងមួយជីវិតប៉ុន្តែ One King កំពុងតាមដានយ៉ាងដិតដល់ជីនវ៉ាន់ឈីនខ្ញុំមានសំណួរតែមួយសម្រាប់អ្នកដូច្នេះតើអ្នកចង់បានសាច់ពស់នេះឬអត់ខ្ញុំចង់ញ៉ាំណាស់ប៉ុន្តែខ្ញុំក៏ចង់គិតថាចុះបើខ្ញុំញ៉ាំវិញតើបញ្ហាអ្វីខ្លះអាចកើតឡើងប្រសិនបើអ្នកញ៉ាំអ្វីដែលមិនល្អពេលគាត់ទៅក្រុងថ្ងៃស្អែកជីលីហ្វេងបានឡើងលើភ្នំដើម្បីធ្វើការម្ដងទៀតចូលយើងស្ងល់រពួកតើអ្នកណាអាចប្រាប់បានថាវីលីជាមួយអាហារប្រញាប់ឡើងក្រែងមានអ្នកណាម្នាក់គ្រាន់តែមកលេងប៉ុណ្ណឹងហើយខ្ញុំមិនហ៊ានធ្វើបែបនេះទេពស់នោះមើលទៅដូចជាវាកំពុងសម្លឹងមកខ្ញុំបរោះពេញវ័យម្នាក់ខ្លាចកាំបិតពស់ឲ្យវាមកខ្ញុំនឹងធ្វើវាអ្នកនៅស្ងៀមគុំអនុញ្ញាតឲ្យវាខំអ្នកនឹងខ្ញុំអស់មួយជីវិតខ្ញុំមិនដែលធ្វើអ្វីដ៏អាម៉ាស់បែបនេះទេប្រសិនបើអ្នកធ្វើអ្វីខុសអ្នកនឹងស្ដាយក្រោយតែម្ដងគត់បោះស្បែកចេញឲ្យលឿនកុំឲ្យអ្នកណាផ្សេងមើលស្បែកពស់និងសរីរាង្គខាងក្នុងដែលកប់អ្នកកាប់សាច់ពស់នៅក្នុងព្រៃផ្សេងនៅទីធ្លាខាងក្រោយផ្ទះកាត់ជាបំណែកតូចដូចជាសាច់មាន់បំពងក្លិនខ្លាំងពេកប្រសិនបើបង្អួចត្រូវបានបិទខ្ញុំនឹងធំក្លិនវាពេលខ្ញុំត្រឡប់មកវិញតែខ្ញុំគួរធ្វើដូចម្ដេចគាត់ប្រកាសជាអាចធំក្លិនវាបានយកមាន់ចាស់ស្ងោរជាឧទាហរណ៍គ្រាន់តែបិទមាត់របស់អ្នកតើអ្នកអាចប្រាប់បានទេថាវាជាពស់ឬមាន់តាមរសជាតិនេះដូចជាវាមិនមានរសជាតិដូចសាច់មាន់ទេវាគ្រាន់តែចាស់សាច់មាន់ត្រូវបានស្ងោរជាមួយអុសមួយចំនួនម៉ាក់ឲ្យនេះនឹងជួយអ្នកឲ្យជាសះស្បើយតើខ្សែពូកញ្ឆាមិនមែនជាខ្សែដែលប្រើសម្រាប់ចំពូទេខ្សែពូកញ្ឆាមួយណាដែលមិនដូចនេះហើយអ្វីបានជាក្មេងនេះមានសំណួរច្រើនលេងនៅថ្ងៃនេះដេកចុះហើយកុំឲ្យឈឺក្រពះអីក្មេងនៅទីនេះគួរតែញ៉ាំច្រើនជាងនេះនៅថ្ងៃនេះខ្ញុំនឹងដល់ជូនអ្នកនៅសាច់ស្ងោរមួយចានរហូតដល់វាទន់ស៊ុបនេះត្រូវបានផលិតជាពិសេសសម្រាប់អ្នកសាច់ប្រភេទណាដែលមិនមែនជាសាច់មាន់ឬប្រសិនបើអ្នកផ្លាស់ប្ដូរវិធីស្ងោរសាច់មាន់អ្នកនឹងថ្ងៃនេះលីហ្វេងខ្ញុំលែងអាចភ្លក់វាបានទៀតហើយសាច់មិនមានរសជាតិទេវាមានបញ្ហាអ្វីមួយហើយវាមើលទៅដូចជាសាច់មាន់ប៉ុន្តែមិនមែនជាជ្រូកទេហើយវាមានសាច់ជ្រូកបើគ្មានឪពុកនិងម្ដាយរបស់អ្នកទេនោះជារបៀបដែលវាកើតឡើងខ្ញុំមិនបានឃើញពួកគេទេសូម្បីតែមើលក៏មិនបានដែរខ្ញុំមិនហ៊ានមើលកន្ត្រកគ្រួសាររបស់ឪពុកខ្ញុំទេបើអ្នកលែងពស់នោះវានឹងមិនបង្កគ្រោះថ្នាក់ដល់វាទេប៉ាលែងខ្សែពស់ទៅខ្ញុំក៏នឹងដាក់វាចុះដែរសួរម្ដងទៀតកន្ត្រកគ្រួសារនៃណាប៉ាគាត់មិនបាននិយាយវាទេប៉ុន្តែតើខ្ញុំត្រូវគាត់និយាយអំពីរូបរាងរបស់គាត់ទេខ្ញុំដឹងរួចហើយខ្ញុំដឹងថាពួកគេនឹងមិនធ្វើបែបនេះតាំងពីថ្ងៃដំបូងមកម្ល៉េះហ្វាងលីហ្វេងបានសួរខ្ញុំកាលពីយប់មិញខ្ញុំនឹងមិននិយាយអ្វីទាំងអស់មិនថាអ្នកនិយាយអ្វីក៏ដោយគាត់មិនបានចេញមកទេប៉ុន្តែទឹកមុខនោះនៅក្នុងភ្នែករបស់គាត់ខ្ញុំយកគ្រប់យ៉ាងខ្ញុំអាចញ៉ាំវាបានទាំងអស់អ្នកបានញ៉ាំវាហើយរួចក្អួតវាចេញម្ដងទៀតខ្ញុំមិនអាចញ៉ាំអាហារដោយមិនញ៉ាំអាហារបានទេខ្ញុំមានអារម្មណ៍ថាមានអ្វីមួយនៅក្នុងក្រពះរបស់ខ្ញុំភាគខាងលិចមានការកកស្ទះនិងហើមពុះតើវាសម្រាប់អ្នកណាវ៉ាន់ឈីនលែងអាចញ៉ាំវាបានទៀតហើយបាយឆ្ងាញ់ណាស់មិនថាជាសាច់ឆ្នាំងណាក៏ដោយតើសាច់ប្រភេទណាដែលបណ្ដាលឲ្យគាត់មានជំងឺសួរអ្នកលើកចុងក្រោយថាវាមិនមែនជាសាច់ពស់ទេអ្នកកំពុងគិតលើ One King ទៅខ្ញុំវិលមុខណាស់ខ្ញុំមិនអាចក្រោកឈរបានទេខ្ញុំនឹងទៅហៅទូរស័ព្ទទៅគ្រូពេទ្យដូចជាឈីនិងឈាមអន្តែតខ្យល់ត្រជាក់និងខ្សោយត្រជាក់ចូលក្នុងខ្លួនប៉ុន្តែមិនដូចផ្ដាសាយធម្មតាទេតើជំងឺប្រភេទណាដែលហៅថាជំងឺផ្ដាសាយដោយសារខ្យល់ប្រសិនបើវាមិនល្អទេខ្ញុំនឹងចេញវិជ្ជាបញ្ជីថ្នាំពើកម្លាំងមួយចំនួនសម្រាប់អ្នកចាប់ផ្ដើមដោយយករូបមន្តសម្រាប់គ្រប់គ្រងឈីនិងឈាមបើមិនប្រសើរឡើងទេសូមទៅក្រុងទៅពិនិត្យមើលពស់នៅមណ្ឌលសុខភាព
វិញ្ញាណបានមកដណ្ដើមយកជីវិតខ្ញុំតើវិញ្ញាណពស់ជាអ្វីមានបញ្ហាអ្វីជាមួយមនុស្សម្នាក់រាប់3មនុស្សគ្រប់រូបមានថៃនិងឈាមត្រជាក់ដូចគ្នារោគសញ្ញានៃភាពទន់ខ្សោយប៉ុន្តែគ្រួសារមានសមាជិក3នាក់ក្នុងពេលជាមួយគ្នានេះខ្ញុំអនុវត្តវិទ្យាសាស្ត្រតើវាអាចទៅរួចទេដែលយើងមិនបានជួបគ្នាអស់រយៈពេល10ឆ្នាំគ្រួសារទាំងតើសមាជិកគ្រួសាររបស់អ្នកបានញ៉ាំអ្វីថ្មីនេះតើវាជារឿងធម្មតាទេទៅមណ្ឌលសុខភាពក្នុងក្រុងដើម្បីធ្វើតេស្តសូមពិនិត្យមើលវាខ្ញុំមិនអាចព្យាបាលរឿងនេះនៅទីនេះបានទេកុំពន្យាពេលថយក្រោយចូលមកខាងក្នុងទាំងអស់គ្នា Snake Ridge មិនបានឃើញសកម្មភាពណាមួយអស់រយៈពេលច្រើនឲ្យចាប់អារម្មណ៍ណាស់លើកនេះត្រូវតែមានរឿងធំមួយកើតឡើងសាច់មន់ត្រូវបានបំផ្លាញចោលបើបញ្ហានេះមិនត្រូវបានដោះស្រាយទេព្រោះទាំងមូលក្រុមហត់ឡាយនេះមិនទាន់មកដល់នៅឡើយទេការវាយប្រហារដោយខ្សាច់ពិតជាមិនគួរឲ្យជឿនោះពិតជាមិនគួរឲ្យជឿថាមពលអាក្រក់គឺខ្លាំងបំផុតនៅទីនេះតើអ្នកទាំងអស់គ្នាបានធ្វើអ្វីខ្លះចុងក្រោយនេះវត្ថុមានជីវិតដែលមិនគួរប៉ះពាល់សត្វមានជីវិតដែលត្រូវបានប៉ះពាល់